បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកថតដូងជាលក្ខណៈគ្រួសារហើយយើងបានបាញ់ថ្នាំការពារសត្វល្អិតដូចជាការពារសត្វចៃក្រហមឬក៏ពីងពាងសដែលនៅតាមស្លឹករបស់វាហើយប្រហែលថ្ងៃនេះក៏មានសត្វកញ្ចែចុះមកស៊ីដូងខូចកពូលវាអស់ដើមដែរហើយយើងចុះអស់ពីរដើមអញ្ចឹងបានយើងមកបាញ់ថ្នាំការពារវាដើមដែលថាវាអត់បានចុះអត់បានស៊ីហើយថ្ងៃនេះក៏ជាថ្ងៃទី3 ខែ 2 ឆ្នាំ 2026ដូងនេះក៏មានអាយុ2 ឆ្នាំកន្លះបានចេញខ្ពោចេញក្តឹបខ្លះដំណាំនេះគឺជាដំណាំលក្ខណៈគ្រួសារគឺជាមិនមែនជាដំណាំទ្រង់ទ្រាយចំការធំដោយបងប្អូនដែលក៏ដាក់ដាំជាហេតុតានោះទេគឺជាដំណាំលក្ខណៈគ្រួសារយើងដាំដំណាំក្រោយផ្ទះហើយយើងបានថែទាំវាបាន 70-80% ដែរតាំងតែពីយើងដាក់ដាំនឹងមកព្រោះអីដំណាំដូងគឺយើងមិនអាចដាំឲ្យទុកចោលដូចបងប្អូនមួយចំនួនដែលថាគាត់ធ្លាប់និយាយថាដំណាំដូងដាំទុកចោលក៏បានផលគឺវាមិនមែនដូចបងប្អូនខ្លះគាត់យល់ឃើញទេដំណាំដូងបើយើងដាំច្រើនដើមចាប់ពី20ដើមឡើងគឺយើងចង់បានផលយើងត្រូវតែមើលថែវាទាំងសត្វល្អិតទាំងជីទាំងទឹកគឺជំងឺដូងគឺវាមិនមានច្រើនទេក៏យើងមើលថែវាតែមានទឹកមានជីគឺដូងយើងវាទៅមុខហើយនឹងសត្វល្អិតខ្លះសត្វល្អិតក៏វាមិនមែនចេះតែចោះរាល់ថ្ងៃទេវាមានពេលវេលាយើងខានមើលវារយៈពេលត្រឹមកន្លះខែឬក៏មួយខែបើមានសត្វល្អិតចោះមកអញ្ចឹងយើងទប់ស្កាត់វាបន្តទៀតតែសត្វកញ្ចែវាចោះមកម្ដងឧទាហរណ៍ដូងបងប្អូនមានត្រឹម50ដើមឬមួយក៏40ដើមចុះមកម្ដងក្បែរ10ដើមឬមួយក៏5ដើមចុះតែប៉ុណ្្នឹងទេបើយើងទប់ស្កាត់វាទាន់គឺរស់ទៅទៀតទៅបើយើងទប់ស្កាត់វាមិនទាន់ទេគឺវានឹងបាត់បង់ដើមដូងមួយនឹងទៅអញ្ចឹងដើមមួយនេះគឺវាត្រៀមនឹងចេញខ្ពោដែរហើយព្រោះនេះអត់ទាន់ចេញទេតាមរូបរាងរបស់វានឹងគឺវាចាប់ផ្ដើមចេញចិត្តចេញខ្ពោហើយប្រហែលជាខែ3ចាប់ផ្ដើមចេញហើយនេះដើមនេះមួយដើមនេះមួយអញ្ចឹងពីរដើមហ្នឹងគឺអត់ដឹងថាមួយណាចេញមុនទេតែវាចេញនៅក្នុងខែ3ព្រោះនេះហេតុបានថាយើងបញ្ជាក់អញ្ចឹងព្រោះដូងទាំងអស់នោះគឺយើងសង្កេតមើលតាមដើមដងដើមទៅគឺវាឃើញមកវាចេញនៅក្នុងខែដែលថាយើងកំណត់នឹងបានមែនហើយយើងដឹងថាពូជហ្នឹងវាល្អដែរវាល្អវាអាចកំណត់ចេញខែបានព្រោះអីយើងដាំតំណាលគ្នាអញ្ចឹងវាអាចថាវាមានចេញមុនចេញក្រោយខុសគ្នាល្បាក់ប្រហែលជាមួយខែឬក៏មួយខែកន្លះអញ្ចឹងយើងមើលសភាពដើមដែរមួយដើមក្រិនមួយដើមមិនក្រិនដើមមិនក្រិនហ្នឹងគឺវាដើមវាដងដើមវាចេញមកគឺវាស្រឡះបែបហ្នឹងគឺធាត់បែបហ្នឹងអញ្ចឹងមានន័យថាដើមហ្នឹងគឺសុខភាពប្រហែលគ្នាអញ្ចឹងមិនមែនថាដូងអត់ដាំអាយុតណាលគ្នាគឺវាចេញខ្ពោដូចគ្នាមិនមែនមានន័យថាឲ្យតែដាំតណាគ្នាគឺចេញដូចគ្នាទេដាំតណាគ្នាមែនប៉ុន្តែដើមវាខុសគ្នាមួយដើមវាស្ទុះលឿនមួយដើមវាស្ទុះយឺតព្រោះអីដង្ហើមដីឬមួយក៏កម្ដៅដីនៅខាងក្រោមនោះគឺវាខុសគ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំមានវីដេអូតែប៉ុណ្ណេះទេសូមបងប្អូនស្ដាប់ហើយក៏បានស្ដាប់តិចតួចក៏បានតែកុំភ្លេចដំណាំបងប្អូនគឺថែដូចខ្ញុំប្រាប់ពីមុនអញ្ចឹងពេលកាលណាយើងបាញ់ថ្នាំសត្វល្អិតពីស្លឹកវាតាមមណ្ឌលតាមធៀងវាកុំភ្លេចបាញ់តាមដើមរបស់វាផងព្រោះដើមរបស់វានឹងគឺបើភាគច្រើនវាមានសត្វល្អិតចោះដើមអញ្ចឹងដល់ពេលចោះស៊ីដើមទៅដើមយើងនឹងវាខូចវាធ្វើឲ្យអាសត្វស្លាបក្រហមវាមកនៅស៊ីនៅតាមដើមដូងរបស់យើងមានពងមានអីហ្នឹងអាហ្នឹងវាធ្វើឲ្យមានដួង
ចឹងបើយើងបាញ់ថ្នាំសត្វល្អិតពេលណាគឺយើងបាញ់ស្រោចតាមដើមរបស់វាហ្នឹងខ្លះផងទៅការពារវាមានពងវាមានអីវានៅហ្នឹងវាអាចបាត់បង់ទៅតាមយើងបាញ់ថ្នាំហ្នឹងវាងាប់ទៅបាត់ទៅតាមថ្នាំហ្នឹងទៅអញ្ចឹងសូមបងប្អូនប្រយ័ត្នដើមដូងរបស់យើងហ្នឹងសត្វនឹងមួយកាលពីមុនយើងអត់មានដើមទេយើងអត់មានដើមយើងប្រយ័ត្នតែកញ្ចែឥឡូវយើងមានដើមគឺយើងរឿងហ្នឹងយើងមើលអត់ឃើញវាស៊ីឬមិនស៊ីគឺក៏វាមិនមែនថាវាស៊ីទាំងអស់ទេវាមានធ្លាប់មានម្ដើមអីចឹងទៅឬមួយក៏វាមិនមានក៏ថាបានដែរតែថាយើងចិត្តការពារទៅគ្រាន់ជាងយើងព្យាបាលរបស់វាបាទសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តតាមដានកូនដូងរបស់ខ្ញុំពីតូចរហូតដល់ធំឥឡូវនេះដូងខ្ញុំធំហើយបាទអរគុណ